សួស្តីគ្នាយើងអរគ្នាពី IBM Center នៅក្នុងថ្ងៃនេះយើងធ្វើវីដេអូខ្លីមួយដើម្បីចែករំលែកគ្នាយើងពីរបៀបនៃការគូកិច្ចនៅកន្លែងនៅពេលដែលយកប្រព័ន្ធគ្រប់គ្រងទឹកក្តៅត្រជាក់របស់យើងវារត់លើក្រោមអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងបត់connect ចូលនៅក្នុង labo របស់យើងទៅវាមានបញ្ហាខ្លះនេះពេលកាត់ទៅយកជាមួយគ្នាហើយតាមពិតគឺយើងអាចគូកិច្ចមុំ45នៅកន្លែងចូលទៅក្នុងដើម្បីកិច្ចទៅយកនឹងបានដែរប៉ុន្តែជាក់ស្ដែងគឺយើងមាន fitting មួយនេះcatalog របស់មិនថា laser ឬក៏ polygon នេះប៉ុន្តែនៅក្នុងនេះខ្ញុំយក brand polygon យកមកដើម្បីបង្កើត family មួយហ្នឹងណាប៉ុន្តែបើយើងត្រូវការ modify ក៏ខុសគ្នាតិចតួចទេអញ្ចឹងនៅក្នុងនេះខ្ញុំបានបង្កើតវាទៅតាម catalog ដូចណាដូចនៅក្នុង family នេះដែលខ្ញុំបង្កើតនេះខ្ញុំបានបញ្ចូលទៅតាមរូបកាត់រួចទៅហើយក៏មានតម្លៃដែរផ្សេងដែលយើងបានបញ្ចូលព័ត៌មានទៅឲ្យវាមកយើង load វានៅក្នុង project មកអានេះនៅក្នុងករណីដែលយើងបើក family ប៉ុន្តែបើសម្រាប់យើង download family ដែលខ្ញុំដាក់ឲ្យនៅក្រោមវីដេអូហ្នឹងយកទៅយើងទៅ insert ហើយយើងទៅ load family នឹងចូលហើយដើម្បីហៅ family នឹងមកចូលបានគឺយើងអាចប្រើ CM ក៏បាន component នេះក៏បានដែរតែមកយើងវេឈ្មោះហ្នឹង IBM PPO by passband fitting នេះតែមកយើងយកវាមកនេះខ្ញុំមកដាក់ចំកន្លែងហ្នឹងយើងអត់ពិបាកទៅ 2D ឬក៏ទៅកន្លែងទីតាំងផ្សេងយើងក៏ដាក់ឲ្យចំចេញ line ពណ៌ខៀវហ្នឹងនេះយើងឃើញហ្នឹងមកយើង refresh វាមកវានឹងកាត់កន្លែងហ្នឹង automatic ឃើញវាមានភាពលឿនហើយរហ័សអញ្ចឹងចុចសញ្ញានេះដើម្បីពវល់វានេះវាពវល់ចូលក្នុងអញ្ចឹងយើងមើលសញ្ញានេះដើម្បីពវល់វានេះពវល់ហើយយើងពវល់ដល់ផុតដូចអញ្ចឹងហ្នឹងពវល់ដល់ហ្នឹងវាផុតលេងបញ្ហាខ្លះលេងប៉ះទៀតហើយចំពោះទីតាំងផ្សេងនេះគ្នាដែរយើងអាចប្រើ command CM មកទៅមកយើងដាក់ទៅមកយើងពវល់វានេះគ្នាដែរយើងចុចក្រោមហ្នឹងចុចនេះមួយទៀតទៅមួយផុតហើយចំពោះតម្លៃវិញណាគឺខ្ញុំបានបញ្ចូលតម្លៃហើយយើងអាចកណនីautomatic នៅក្នុង schedule របស់យើងបានឃើញទេតម្លៃសម្រាប់មុខកាត់របស់វាគឺ 0.220 មីលីម៉ែត្រណាគឺតម្លៃ $0.57 សម្រាប់ fitting មុខកាត់ផ្សេងឧទាហរណ៍ដែលខ្ញុំតេស្តជាមួយនេះមួយណាឧទាហរណ៍នេះខ្ញុំយកដូរវាទៅមុខកាត់25អញ្ចឹងដល់ពេលយើងយកវាមក replace មកតម្លៃមុខកាត់25វាតម្លៃប្រហែលនេះយើងឃើញតម្លៃមុខកាត់25គឺ $1.1 ដែលយើងបានបញ្ចូលនៅក្នុងហ្នឹងណាយើងចុចមកយើងឃើញកន្លែង parameter name នេះហើយនៅពេលដែលយើងនៅក្នុង schedule យើងទាញ parameter ហ្នឹងចូលទៅវានឹងឃើញតម្លៃអូតូមកអញ្ចឹងនៅពេលដែលយើងគូហើយយើងអាចបូកប៉ាន់ស្មានតម្លៃនៅក្នុងគម្រោងនឹងបានជាក់ស្ដែងចំនួនប្រហែលគឺចេញតម្លៃមកហ្នឹងអូខេហើយនៅក្នុង model នេះដែរគឺយើងអានេះយើងតម្លាក់ចេញពី riser មកទៅមកបានចូលនៅក្នុងទៅតាមបន្ទប់ទឹករបស់យើងអានេះបរត់តាម kin ជាងរបស់យើងទៅតាមនៅក្នុងជាងហើយទៅយករត់លើក្រោមអញ្ចឹងมันមានបញ្ហាខ្លះនៅកន្លែងហ្នឹងណាអូខេអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំសម្រាប់គ្នាយើងមកប៉ុណ្ណឹងហើយចំនួនបើគ្នាយើងមានសំណួរបន្ថែមអីអាចឆាសួរមកខ្ញុំបានឬក៏បើឬការដូចជាប្រព័ន្ធរសវិស BIM ឬក៏ training ផ្សេងៗគឺអាចទៅមកក្រុមការងាររបស់ IBM វិញយើងបានអូខេមានពេលគ្នាយើងអូខេជួបគ្នានៅក្នុងវីដេអូក្រោយទៀត